ម៉ួយខ្ញុំទ្រាំប្របាក់យូរហើយបងប្អូនអើយថ្ងៃនេះជះលុយទិញអា memory 256G ដាក់ចូលអា iPhone 11 Pro Max មួយមើលដោយសារតែ iPhone 11 Pro Max របស់គាត់ហ្នឹងទំហំ memory ត្រឹមតែ 64G ទេវាទូចពេកគាត់ប្រាប់ថាប្រើស្អីក៏មិនកើតដែរ download ស្អីក៏ឆាប់ពេញប្រើមិនកើតនិយាយទៅវាគាត់ថតច្រើនអីច្រើនអញ្ចឹងណាដល់ពេលអញ្ចឹងវាឆាប់ពេញហើយគួបផ្សំនឹងអាក្រង់របស់គាត់នឹងឆ្លងត្រូវដើរត្រូវអត់ដើរគឺគាំងយកហ្មងអញ្ចឹងគាត់ឲ្យយើងដូរ memory ឲ្យធំជាងមុនបន្តិចហើយដូរឲ្យក្រង់មួយមកអញ្ចឹងឥឡូវនេះយើងទៅមើលការដូរ memory សិនបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការដាក់ជាមួយនឹង CNC ដើម្បីធ្វើការកាត់ប៉ុន្តែមិនមែនចេញជាទឹកដៃរបស់ខ្ញុំទេណាបងប្អូនលើកនេះគឺយើងឲ្យកូនជាងដែលត្រូវជាប្អូនរបស់ខ្ញុំណាបង្ហាញសមត្ថភាពម្ដងតឡើង memory ទៅលើ iPhone 11 Pro Max ពី 64G ទៅ 256ដោយសារ memory ចាស់ហ្នឹងវាប្រើឆាប់ពេញពេក download អីមិនតិចក៏ពេញ download អីមិនតិចក៏ពេញអញ្ចឹងសម្រាប់ធ្វើការកាត់អា memory 64G នឹងចេញដើម្បីតឡើងជាមួយនឹងប្រភេទ256ឥឡូវនេះយើងកាត់ចោលហើយបងប្អូនអា64ណាឥឡូវយើងតឡើងចូលជាមួយនឹង256ហើយ memory ដែលយើងទិញមកដាក់ចូលហ្នឹងសិតតែជាប្រភេទស៊ីនរបស់ iPhone 100%ដែលយើងដកចេញពីគ្រឿងកាប់សាច់ស៊ីនមកណាហើយមួយរយៈនេះបងប្អូនសួររឿងតឡើង memory មិនបាច់សួរបងប្អូនអត់មាន stock ទេមួយរយៈនេះមកអស់ហ្មង memory អញ្ចឹងណាអត់សូវមានទេនិយាយទៅកំងមកបានបងប្អូនហើយក្នុងការធ្វើរបស់យើងគឺយើងធ្វើរៀបចំមកស្អាតជូនណាឥឡូវនេះការតឡើងគឺរួចរាល់ហើយបងប្អូនហើយម្ចាស់គាត់ក៏ឲ្យយើងធ្វើការផ្លាស់ប្ដូរអេក្រង់មួយសន្លឹកដែរដោយសារតែអេក្រង់ចាស់របស់គាត់ហ្នឹងជាប្រភេទ LCD មិនមែនប្រភេទ OLED ណាអញ្ចឹង color វាអត់សូវស្អាតហើយវាបជាថាច់ឆ្លងទៀតពេលខ្លះខាំងយកហ្មងអត់ដើរទេគាត់បជាអត់ដើរទេហើយឆ្លងចុចនេះចុចនោះខ្លួនឯងអញ្ចឹងគាត់ថាឲ្យយើងផ្លាស់ប្ដូរអេក្រង់ copy មកប៉ុន្តែយកអាណាល្អជាងហ្នឹងណាអញ្ចឹងខ្ញុំក៏សម្រេចយកប្រភេទល្អជូនគាត់ទៅអានេះ color ស្អាតបងប្អូនឥឡូវនេះយើងចូលទៅ check មើល memory ណាចូល general លបោដើម្បីទៅមើល memory នៅពេលដែលយើងធ្វើហើយអញ្ចឹង memory គឺឡើងទៅដល់256ហើយពីដំបូង64ទេហើយ memory ដែលគាត់អាចប្រើបានដល់ទៅ 239G បន្ថែមទៀតហើយយើងទៅតេស្តអេក្រង់បងប្អូនតេស្តអេក្រង់គឺ color វាស្អាតដូចដើមវិញហើយវាមិនដូចបោះស៊ីនទេបងប្អូនគាត់ថាប្រភេទ copy របស់នេះល្អប្រើវាអត់ឆ្លងវាអត់លាក់លួលអញ្ចឹងណាហើយ color វាក៏ស្អាតដែរហើយតម្លៃវាធូរថ្លៃទេបងប្អូនតម្លៃវាធូរហ្មងណាហើយក៏អរគុណដល់បងប្អូនអរគ្នាដែលតែងចូលចិត្តមើលវីដេអូខ្ញុំ